បញ្ហាក្នុងគ្រួសារពេលដែលលែងលះអ្នកដែលរងគ្រោះជាងគេមិនមែនជាឪពុកម្ដាយទេប៉ុន្តែអ្នកដែលរងគ្រោះគឺកូនដូច្នេះមុននឹងសម្រេចចិត្តលែងលះត្រូវពិចារណាឲ្យបានដិតដល់ថាតើយើងបានផ្ដល់អ្វីខ្លះទៅដល់គេយើងបានផ្ដល់កំណើតឲ្យគេយើងក៏ត្រូវផ្ដល់ការសិក្សាឲ្យគេយើងផ្ដល់ការសិក្សាឲ្យគេយើងក៏ត្រូវផ្ដល់ការរស់នៅប្រកបដោយភាពកក់ក្ដៅឲ្យគេយើងផ្ដល់ភាពកក់ក្ដៅឲ្យគេយើងក៏ត្រូវផ្ដល់អនាគតមួយឲ្យគេដូច្នេះចុះពេលដែលយើងលែងលះតើឲ្យគ្នាសម្រេចចិត្តណាតើឲ្យគ្នាគិតបែបណាតើមានយល់អារម្មណ៍គ្នាទេគ្នាធ្លាប់តែរស់នៅអោបឪពុកម្ដាយជុំគ្នាគ្នាធ្លាប់តែហៅម៉ាក់ហៅប៉ាហៅឪពុកហៅម្ដាយចុះនៅពេលដែលយើងលែងលះគ្នាតើឲ្យគ្នាហៅអ្នកណាឲ្យគ្នាហៅអ្នកដតីថាម្ដាយឲ្យគ្នាហៅអ្នកដតីថាឪពុកតើវាត្រូវទេទទួលស្គាល់ការរស់នៅបើសិនជាយើងរស់នៅមិនចុះសម្រុងគ្នាយើងពិតណាស់យើងប្រកាសជាបែកបាក់គ្នាលែងលះគ្នាដើម្បីផ្ដល់សេចក្តីសុខនិងសេរីភាពឲ្យគ្នាប៉ុន្តែខ្ញុំសូមចិត្តបងប្អូនមួយមុនពេលនឹងលែងលះគ្នាត្រូវគិតទៅដល់ចំណុចហ្នឹងផងពីព្រោះថាអ្វីគ្រប់យ៉ាងនេះយើងជាអ្នកចងដូច្នេះយើងមិនគួរកាត់ផ្ដាច់វាដោយមិនបានស្រាយឲ្យត្រឹមត្រូវអញ្ចឹងទេបញ្ហាខ្លះយើងជាអ្នកចងរឿងរ៉ាវខ្លះសុទ្ធតែជារឿងល្អយើងចងនៅពេលដែលយើងចងវាគឺជារឿងល្អប៉ុន្តែនៅពេលដែលយើងព្យាយាមកិច្ចវេះវាព្យាយាមធ្វើឲ្យវាទៅជាបញ្ហាវាគឺជាបញ្ហាអញ្ចឹងបញ្ហាខ្លះយើងមិនត្រូវកាត់ស្រាយទេតែយើងត្រូវដោះស្រាយឲ្យកូនល្អដោះស្រាយធ្វើយ៉ាងម៉េចដោះស្រាយគិតអំពីផ្លូវចិត្តកូនដោះស្រាយគិតថាតើជីវិតរបស់គ្នានេះការរស់នៅរបស់គ្នានេះតើថ្ងៃទៅមុខគ្នាគិតយ៉ាងណាផ្លូវចិត្តរបស់គ្នាប៉ះពាល់យ៉ាងណាអញ្ចឹងត្រូវគិតគូរនៅត្រង់ចំណុចនេះបើចំពោះបញ្ហាទូទៅបញ្ហាណាដែលវាជាបញ្ហាយើងគិតថាវាជាបញ្ហាគឺជាបញ្ហាតែរឿងខ្លះវាមិនមែនជាបញ្ហាតែយើងចងបានន័យថាសេចក្តីល្អអំពើល្អការបង្កើតកូនយើងបង្កើតជាមួយគ្នាយើងយកជាមួយគ្នាយើងរួមដៃគ្នាចាប់ដៃគ្នាធ្វើជាប្តីប្រពន្ធរស់នៅជាមួយគ្នាអញ្ចឹងយើងបង្កើតកូនអាហ្នឹងគឺជារឿងល្អដែលយើងចងមកប៉ុន្តែនៅពេលដែលយើងលែងលះគ្នាយើងរុញច្រានកូនឲ្យគ្នាទៅវិញទៅមកយើងថាយើងមិនទទួលខុសត្រូវយើងរត់ចោលគ្នាអាហ្នឹងគឺជាបញ្ហាអញ្ចឹងយើងមិនត្រូវកាត់ស្រាយរបៀបហ្នឹងទេយើងត្រូវដោះស្រាយវាឲ្យបានត្រឹមត្រូវនោះទៅផ្សំថាយើងជាម្ដាយជាឪពុកជាអ្នកដឹកនាំគេជាអ្នកផ្ដល់កំណើតបង្កើតគេចេញមកពុកម៉ែសូមកុំឲ្យកូនហៅអ្នកដតីថាជាម៉ែសូមកុំឲ្យកូនហៅអ្នកដតីថាជាពុកកូនលំបាកចិត្តណាស់កូនពិបាកហៅណាស់ពីព្រោះថាវាក្បត់ឧត្តមគតិកូនមិនមែនកូនមិនដឹងទេគេមិនមែនជាពុកកូនទេគេមិនមែនជាម្ដាយកូនទេចុះឪពុកម្ដាយរួមគ្នាបង្កើតកូនមកហើយហេតុអីឪពុកម្ដាយលែងលះគ្នាធ្វើអីបែកបាក់គ្នាធ្វើអីកូនកើតមកវាខុសអីកូនគ្រាន់តែចង់បានគ្រួសារមួយដ៏កក់ក្ដៅពីឪពុកម្ដាយតើឪពុកម្ដាយគិតអីហ្នឹងធំអស់ហើយចាស់អស់ហើយឪពុកម្ដាយជាអ្នកបង្កើតខ្ញុំមកចុះឪពុកម្ដាយបោះបង់ខ្ញុំចោលដោយរបៀបហ្នឹងមែនទេនេះគឺជាសំណួរកូនដែលកូនសួរតើក្នុងចិត្តយើងជាឪពុកម្ដាយនេះមានការរន្ធត់ចិត្តទេនៅពេលដែលយើងលែងលះគ្នានៅក្នុងសាច់រឿងពិតមួយតុលាការមេធាវីសួរថាក្មេងតូចឥឡូវឪពុកម្ដាយឯងលែងលះគ្នាតើឯងនឹងទៅតាមអ្នកណាកូននិយាយថាតើខ្ញុំអាចរើសយកទាំងពីរបានទេខ្ញុំចង់នៅជាមួយម៉ាក់និងប៉ាតុលាការបាននិយាយថាมันអាចទេក្មេងតូចកូនអាចរើសយកបានតែម្នាក់ប៉ុណ្ណោះព្រោះនេះគឺជាច្បាប់កូនត្រូវសម្រេចចិត្តឲ្យច្បាស់តាមម៉ាក់ឬក៏តាមប៉ាក្មេងតូចនិយាយថាបើរើសបានតែម្នាក់ខ្ញុំសុំមិនរើសល្អជាងខ្ញុំសុំរស់នៅម្នាក់ឯងល្អជាងខ្ញុំមិនចង់ឲ្យខ្លួនខ្ញុំខ្លាចទៅជាបន្ទុករបស់អ្នកណាទេខ្ញុំគ្រាន់តែចង់រស់នៅជាមួយគ្នារស់នៅជាមួយឪពុកម្ដាយចង់បានភាពកក់ក្ដៅពីពួកគាត់ចុះហេតុអីបានពួកគាត់លែងលះគ្នាដោយមិនយល់ពីអារម្មណ៍របស់ខ្ញុំអញ្ចឹងពួកគាត់យល់តែពីចិត្តខ្លួនឯងគាត់តើគាត់យល់ពីចិត្តខ្ញុំទេនេះហើយក្នុងនាមជាឪពុកម្ដាយតើយើងមានការឈឺចាប់ទេយើងមានការស្លុតចិត្តទេជាមួយនឹងសំណួរអស់នេះនឹងមួយករណីផ្សេងទៀតអ្នកខ្លះបានបង្កើតកូនមកអត់មានទំនួលខុសត្រូវទេបង្កើតគ្នាមកយកគ្នាទៅបោះចោលធុងសម្រាមបោះចោលតាមចិញ្ចើមផ្លូវឬក៏មិនទទួលស្គាល់គ្នាដូច្នេះតើយើងមានមនសិការទេយើងមានឧត្តមគតិជាឪពុកម្ដាយទេតើយើងខំបង្កើតគេមកធ្វើអីបាបកម្មមានពិតសាងអីបាននឹងដូច្នេះក្នុងរឿងនេះខ្ញុំគ្រាន់តែចង់និយាយប្រាប់បងប្អូនថាទំនួលខុសត្រូវគឺសំខាន់ណាស់ទាំងឪពុកទាំងម្ដាយបើចាប់ដៃគ្នាហើយកុំកាត់ស្រាយដោយចោលកូនឲ្យរងទុក្ខបែបហ្នឹងអីគ្នាពិតជាឈឺចាប់ណាស់ហើយអ្នកដែលមានវិបដិសារីមិនមែនយើងទេគឺកូន